làm ការងារទី1របស់កុមារគឺការខិតខំសិក្សារៀនសូត្រកុមារត្រូវឆ្លៀតពេលខិតខំរៀនសូត្រឲ្យបានខ្ជាប់ខ្ជួនការរៀនសូត្របានល្អគឺឲ្យការជាយាម ចាតទៀត បើការជាយាមនេះថាទៅដល់លោកដល់លើកថែល្អលទ្ធផលល្អ លើកថែផលល្អអ្នកដែរសប្បាយមកជាងគេគឺខ្លួនឯងតើលទ្ធផលល្អនេះក៏អាចចាប់ទុកថាជាការតបស្នងសងគុណមាតាបិតានិងលោកគ្រូអ្នកគ្រូរបស់ខ្លួនផងដែរការខិតខំរៀនសូត្រនឹងធ្វើឲ្យកុមារមានអនាគតភ្លឺស្វាង